ទោះបីជាធ្វើដំណើរផ្លូវឆ្ងាយជាច្រើនម៉ោងក៏អ្នកដំណើរនៅតែអាចអង្គុយបានដោយមិនងាយអស់កម្លាំងទំហំកន្លែងអង្គុយខាងក្រោយក៏ធំទូលាយផងដែរដែលស័ក្តិសមសម្រាប់គ្រួសារផ្នែកបច្ចេកវិទ្យាគឺជាចំណុចដែល BYD មានភាពលេចធ្លោជាងគេ Leopard 7 ត្រូវបានបំពាក់ដោយកាមេរ៉ា360ដឺក្រេដែលជួយឲ្យការចតរថយន្តកាន់តែងាយស្រួលមានប្រព័ន្ធ Adaptive Cruise Control សម្រាប់ធ្វើដំណើរផ្លូវឆ្ងាយមាន Lane Keeping Assist ដែលជួយរក្សារថយន្តឲ្យស្ថិតនៅក្នុងគន្លងផ្លូវមាន Automatic Emergency Braking ដែលអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ហើយក៏មានប្រព័ន្ធជំនួយការបើកបរទំនើបជាច្រើនទៀតដែលធ្លាប់មានតែនៅលើរថយន្តថ្លៃៗប៉ុណ្ណោះចំពោះបទពិសោធន៍បើកបរ Leopard 7 ផ្ដល់អារម្មណ៍ស្ងប់ប៉ុន្តែគ្មានរថយន្តណាល្អអស់ខ្ចោះនោះទេចំណុចទី1 Leopard 7 មានរូបរាងដូច SUV Off-road ប៉ុន្តែវាមិនមែនជារថយន្តដែលបង្កើតឡើងសម្រាប់ផ្លូវព្រៃធ្ងន់ៗទេចំណុចទី2គឺបណ្ដាញសេវាកម្មក្រោយការ